ចឹងជំនាញទី7ដែលអ្នកលក់បកែក៏តែងតែមានហ្នឹងគឺការផ្ដល់សេវាកម្មក្រោយពេលលក់អញ្ចឹងអ្នកលក់មួយចំនួនដល់ត្រូវស្អីគូដាក់នៅពេលដែលលក់ឲ្យភ្ញៀវហើយគាត់អាចខ្វល់ខ្វាយព្រោះលក់បានហើយបានលុយហើយអញ្ចឹងណាអ្នកលក់ដែលបកែគេអត់ធ្វើបែបហ្នឹងទេគេនឹងតាមផ្ដល់សេវាកម្មដល់ភ្ញៀវទោះបីជាមានកុងត្រាតែផ្ដល់មួយឆ្នាំក៏ដោយ6ខែ3ខែអីក៏ដោយឬ3ឆ្នាំក៏ដោយអ្នកលក់ដល់បកែគេអាចបានធ្វើប៉ុណ្្នឹងឯងគេធ្វើលើសនឹងព្រោះលើសនឹងអត់ខុសច្បាប់ទេព្រោះអីនៅក្នុងលក្ខខណ្ឌការងារគេផ្ដល់តាមការងារគេនឹងផ្ដល់ក្រៅផ្លូវការផ្សេងទៀតពីព្រោះអីគេចង់ឃើញភ្ញៀវគេប្រើប្រាស់សេវាកម្មហ្នឹងឬក៏ផលិតផលហ្នឹងប្រកបដោយប្រសិទ្ធភាពជាគុណតម្លៃជាអ្នកលក់អញ្ចឹងគេមិនគិតតែប្រាក់ចំណូលហ្នឹងទេគេគិតពីភ្ញៀវតើភ្ញៀវពេញចិត្តនឹងសេវារបស់គេអត់គេប្រើផលិតផលហ្នឹងមិនដែរប្រើសេវាកម្មហ្នឹងវាមិនដែរអញ្ចឹងអ្នកដែលលក់បកែណាគេតាមភ្ញៀវព្រោះអីគេទុកភ្ញៀវជាដៃគូអាជីវកម្មរបស់គេអញ្ចឹងកាលណាដៃគូអាជីវកម្មគឺវាយូរអង្វែងអញ្ចឹងហើយបានគេត្រូវផ្ដល់សេវាកម្មក្រោយការលក់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតអញ្ចឹងអ្នកលក់មួយចំនួនគាត់អត់ខ្វល់ខ្វាយទេតែលក់ហើយអត់ទេភ្ញៀវមិនថាគេតែខ្ញុំឯនៅពេលដែលក្រោយពីទិញសេវាកម្មហើយគេតាមសួរយើងមិនដែរបងសេវាមានអីដែលចង់ផ្ដល់យោបល់ឬយ៉ាងម៉េចនៅពេលនោះយើងមានអារម្មណ៍មិនដែរពេលខ្លះសេវាកម្មខ្លះយើងទទួលបានមកអត់សូវល្អទេប៉ុន្តែនៅពេលដែលគេសួរយើងធូរអារម្មណ៍អញ្ចឹងអ្នកលក់ដែលគេពូកែគេផ្ដល់សេវាកម្មក្រោយពេលលក់ដោយហ្មត់ចត់ដោយយកចិត្តទុកដាក់ហើយចេញពីបេះដូង